ខេត្តមណ្ឌលគិរីគឺមានប្រជាប្រិយភាពជាមួយនឹងព្រៃដ៏ក្រាស់របស់ខេត្តនេះទឹកដ៏ថ្លាឆ្វង់ហើយនឹងជីវិតសត្វព្រៃនិងដំណាំដែលមានភាពផ្សេងគ្នាវាពិតជាលក្ខខណ្ឌដ៏ល្អសម្រាប់ការកម្សាន្តបែបបរិស្ថានវិទ្យាក្រុមល្បាតព្រៃគឺកំពុងតែត្រួតពិនិត្យជុំវិញនេះគឺជាតំបន់ដែលត្រៀមទុកសម្រាប់ការកម្សាន្តបែបបរិស្ថានវិទ្យាធម្មជាតិទាំងនេះបានផ្ដល់នូវភាពបំប្រងដែលត្រៀមសម្រាប់ដំណើរការរបស់ទេសចរជាស្រេចវាអេកូឡូវានៅក្នុងខ្សែរបស់អេកូហ្សូនណាមាន 5522 ហិកតានៅតាមចំណុចមួយណាដែលយើងគិតថាវាមានសក្តានុពលភាពសម្រាប់នេះគឺជាតំបន់យ៉ាងសំខាន់សម្រាប់ការទាក់ទាញអ្នកទេសចរមានសណ្ឋាគារភោជនីយដ្ឋាននិងសួនច្បារជាច្រើនដែលក្រុមនឹងបង្កើតគ្រប់គ្នាគឺស្រមៃពីការកសាងកម្ពុជាឡើងវិញឲ្យក្លាយជាវាលស្រែបៃតងហើយរំដោះចេញពីប្រវត្តិសាស្ត្រដែលតែងតែហៅថាវាលពិឃាតយើងមានសេចក្តីសង្ឃឹមច្រើនបើសិនជាអេកូឡូយើងត្រូវបានបង្កើតឡើងនៅក្នុងនោះអង្គការ WWF សន្យានឹងអាចរកភៀវបានជាយើងមានដៃគូយើងណាបើសិនជាយើងមានសេវាបម្រើល្អដៃគូនៅក្រៅស្រុកគេនឹងបញ្ជូនភៀវគេមកផ្នែកខ្លះនៃប្រទេសកម្ពុជាទេសចរបរិស្ថានវិទ្យាគឺត្រូវបានបង្កើតឡើងនៅវត្តកម្មដ៏សម្បើមរួចមកហើយអាងត្រពាំងថ្មខេត្តសៀមរាបជាកន្លែងដ៏ប្រជាប្រិយសម្រាប់រំលឹកខណ្ឌសត្វស្លាបដ៏កម្រខ្ញុំមកទីនេះគឺដើម្បីមើលសត្វស្លាបហើយនឹងប្រាសាទផងដែរហើយខ្ញុំអាចមើលអ្វីដែលពិសេសដែលខ្ញុំកម្រឃើញក្នុងប្រទេសអង់គ្លេសដូច្នេះវាគឺដើម្បីទស្សនាសត្វស្លាបនៅអាស៊ីអាគ្នេយ៍ហើយខ្ញុំដឹងថាវាមានសត្វស្លាបដ៏គួរឲ្យចង់គយគន់នៅកម្ពុជាខ្ញុំបានទស្សនាភ្នំហើយខ្ញុំពេញចិត្តនឹងជិះម៉ូតូនៅក្នុងព្រៃខ្លាំងណាស់ហើយខ្ញុំក៏បានឃើញសត្វព្រៃដែលខ្ញុំមិនដែលបានឃើញនៅអាល្លឺម៉ង់អញ្ចឹងហើយគឺថាទីនេះវាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់មួយថ្ងៃទេសចរកម្សាន្តទីនេះចំណាយប្រហែល$30ដែលវាចំណាយត្រឹមតែ2ម៉ោងពីសៀមរាបហើយវាពិតជាល្អណាស់សម្រាប់ភ្ញៀវទេសចរទស្សនាជីវិតសត្វព្រៃដ៏ច្រើនលើសលប់នឹងក្លាយជាកត្តាទាក់ទាញក្នុងការអភិវឌ្ឍកម្ពុជានិងការអភិវឌ្ឍនៅកេរ្តិ៍ឈ្មោះថ្មីសម្រាប់សត្វស្លាបហើយនិងសត្វទឹកសត្វស្លាបទឹកហើយនិងសត្វស្លាបគោកមានប្រហែលជាង300ប្រភេទដែលរស់នៅទីនេះបានជាគេបង្កើតជាតំបន់អេកូទេសចរពីព្រោះដើម្បីឲ្យមានភ្ញៀវមកមើលនៅកន្លែងនេះប្រសិនបើគ្មានអេកូទេសចរនេះទេការបំផ្លាញនិងការសម្លាប់សត្វនៅតែមានជារៀងរហូតទេសភាពពេលព្រឹកមកដល់នៅជំរំអភិរក្សនៃទីខាងជើងបំផុតក្នុងខេត្តមណ្ឌលគិរីបរិះម្នាក់កំពុងតែធ្វើសម្លេងយ៉ាងចម្រើនស៊ីស្មៅសត្វដំរីវាបានឆ្លងកាត់កំពតព្រៃយ៉ាងប្រុងប្រយ័ត្នមូលហេតុដែលពួកគេចងជើងដំរីគឺដោយសារតែសត្វដំរីគឺត្រូវបានប្រើសម្រាប់ត្រួតពិនិត្យតំបន់ព្រៃមិនបានចងកុំឲ្យវាដើរឆ្ងាយពីកន្លែងអីក៏មិនដើរឆ្ងាយពួកគេចងជើងសត្វនោះជាមួយនឹងដុំឈើហើយនៅពេលព្រឹកគេដើរត្រួតពិនិត្យជុំវិញកន្លែងនោះគាត់លេចជំរះភក់នៅដីកខ្វក់ចេញពីសត្វដំរីដោយប្រុងប្រយ័ត្នស
សត្វដំរីមើលទៅមានលក្ខណៈស្រស់ស្អាតឡើងវិញបន្ទាប់ពីលាងចម្រះរួចលៀនខាហើយនឹងសហការីរបស់លោកដើរជុំវិញព្រៃជារៀងរាល់ថ្ងៃចាប់ពីម៉ោង 7 ដល់ម៉ោង 11 នៅពេលព្រឹកជាមួយសត្វដំរីនេះតើមានអ្វីកើតឡើងនៅក្នុងព្រៃកាលពីយប់មិញតើអ្នកការពារអាចរកឃើញដានជើងសត្វខ្លាដែរឬទេនៅថ្ងៃនេះលៀនខាអះអាងថាសត្វព្រៃត្រូវបានការពារយ៉ាងប្រុងប្រយ័ត្នដែលពួកគេអនុវត្តនៅសកម្មភាពការពារបរិស្ថានអ្នកការពារនៅជួរខាងមុខបានរកឃើញអំពីបញ្ហាខ្លះៗជ្រូកព្រៃសាកសពរបស់សត្វព្រៃគឺនៅសេសសល់នៅលើដីគាត់ចុះពីលើសត្វដំរីដើម្បីធ្វើការពិនិត្យមើលវាជាដងខ្លួនរបស់សត្វជ្រូកព្រៃនេះសត្វជ្រូកខ្លាខៀនខាំស៊ីការស្វែងរកសាកសពសត្វរងគ្រោះគឺជារឿងដ៏ល្អមួយនេះបង្ហាញថាកង្វះអាហារគឺនៅគ្រប់បណ្ដប់នៅក្នុងព្រៃនេះប៉ុន្តែចំនួនដែលជាចំណីរបស់សត្វខ្លាហ្នឹងអាព្រៃហ្នឹងមានការកើនឡើងដូចជាពំសងដូចជាឆ្លុះប្រោះអីហ្នឹងជុកព្រៃហ្នឹងសិតជាប្រភេទចំណីវាហើយយើងឃើញថាមានការកើនឡើងហើយមួយទៀតនោះយើងគិតឃើញខ្លារខិនក៏មានចំនួនកើនឡើងដែរអញ្ចឹងកាលណាខ្លារខិនកើនឡើងបានន័យថាយើងទីតំបន់របស់យើងនេះវាលក្ខណៈល្អសម្រាប់ពពួកស៊ីតាជាអាហារស៊ីតាពួកខ្លាហ្នឹងការល្បាតព្រៃទាមទារនៅការពិនិត្យផ្ទៃដីឲ្យបានរាប់រយគីឡូម៉ែត្រជារៀងរាល់ថ្ងៃវាជាការងារដែលតក់ស្លុតជាខ្លាំងប៉ុន្តែឆ្លងកាត់ការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ព្រៃនៅខេត្តមណ្ឌលគិរីត្រូវបានរីកដុះដាលឡើងវិញបានមោទនភាពឃើញសត្វដែលធ្លាប់បាត់បង់មកដល់ពេលយើងឃើញដូចជាព្រៃឈើធ្លាប់ធ្វើកាប់ធ្លាប់ពេលឥឡូវមានយើងការពារបានជោងចាំងណាបាទខ្ញុំក៏ថាបន្សល់ទុកជាក្មេងដូចជាកូនចៅខ្ញុំហើយដូចជាប្អូនដូចជាចំនួនក្រោយសល់ទុកសត្វព្រៃឈើពួកគេគឺជាមនុស្សដែលចូលព្រៃដើម្បីបង្កើត Serenity of Asia និងវាលបៃតងនៃព្រៃមណ្ឌលគិរីតើពួកគេអាចនឹងបញ្ចប់នៅភាពវិនិច្ឆ័យហោចនៃសត្វព្រៃនៅកម្ពុជាទេហើយជួយស្ដារឡើងវិញនៅជីវិតសត្វព្រៃមណ្ឌលគិរីឲ្យដូចជាព្រៃនៅក្នុងទ្វីបអាស៊ីនៅតែបន្តទៅមុខទៀតកម្រងរឿងភាគកូរ៉េ